អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែដូងដូងគឺជាដំណាំហូបផ្លែដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាហើយត្រូវបានគេដាំដុះនៅតំបន់ត្រូពិកអស់រយៈពេលជាង4500ឆ្នាំមកហើយទាំងនេះគឺជាកំពូលគុណប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែដូងទី1មានជីវជាតិខ្ពស់មិនដូចផ្លែឈើដទៃទៀតដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ទេប៉ុន្តែដូងផ្ដល់នូវខ្លាញ់ភាគច្រើនវាក៏ផ្ទុកនៅប្រូតេអ៊ីនសារធាតុរ៉ែសំខាន់មួយចំនួននិងវីតាមីន B មួយចំនួនតូចផងដែរផ្លែដូងមានជាតិម៉ង់កាណេសខ្ពស់ដែលមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹងនិងការរំលាយអាហារវាក៏សម្បូរទៅដោយទង់ដែងនិងជាតិដែកដែលជួយបង្កើតកោសិកាឈាមក្រហមក៏ដូចជាសេលេនីយ៉ូមដែលជាអង់ទីអុកស៊ីដង់ដ៏សំខាន់ដែលការពារកោសិការបស់លោកអ្នកទី2ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពបេះដូងការសិក្សាបានរកឃើញថាមនុស្សដែលញ៉ាំសាច់ដូងញឹកញាប់មានអត្រាកើតជំងឺបេះដូងទាបលើសពីនេះអ្នកដែលទទួលទានប្រេងដូងច្រើនមានកម្រិតកូលេស្តេរ៉ុលល្អទី3លើកកម្ពស់ការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមដូងមានជាតិកាបូនអ៊ីដ្រាតទាបជាតិសរសៃនិងខ្លាញ់ខ្ពស់ដូច្នេះវាអាចជួយកម្រិតស្ថិរភាពជាតិស្ករនៅក្នុងឈាមរបស់អ្នកការស្រាវជ្រាវមួយបានរកឃើញថាដូងមានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលអាចបណ្ដាលមកពីកម្រិតសារធាតុអាគីនីនទី4មានសារធាតុប្រឆាំងអុកស៊ីតកម្មសាច់ដូងមានសមាសធាតុដែលជាអង់ទីអុកស៊ីដង់ដែលអាចជួយការពារកោសិកាពីការខូចអុកស៊ីតកម្មយ៉ាងណានេះគឺជាគុណប្រយោជន៍មួយចំនួនរបស់ផ្លែដូងលើសពីនេះដូងនៅមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងសម្រស់របស់លោកអ្នកផងដែរ